បាទសួស្តីអ្នកទាំងអស់គ្នាបាទថ្ងៃនេះគឺខ្ញុំធ្វើការបង្ហាញទាក់ទងទៅនឹងការរៀបចំកម្រងអនុស្សាវរីយ៍តាម Microsoft Word ដើម្បីធ្វើបានកម្រងអនុស្សាវរីយ៍មួយគឺជាដំបូងយើងចូលទៅបង្កើតទំព័រថ្មីមកយើងយក new នេះกระดาษថ្មីមកយើងដាក់ orientation របស់វាជាกระดาษដេកយើងចូល layout មកយើងយក orientation នេះយើងយកกระดาษដេកហើយយើងកំណត់ size ឲ្យវាមកយើងយក A4 ហើយ margin វានេះយើងយកវាមកអស់មកហើយជាដំបូងយើងត្រូវ insert word art ណែ word art យើងចុចលើ tab insert នេះមកហើយនេះ word art នៅខាងនេះយើងចុចលើ word art ណាមួយមកពុម្ពអក្សរណាមួយដែលយើងចង់បានពណ៌ពុម្ពអក្សរឧទាហរណ៍ឥឡូវខ្ញុំយកដំបូងគេនេះមកហើយខ្ញុំសរសេរវាមកកម្រងអនុស្សាវរីយ៍ដឹងខុសត្រូវទេសេហើយកម្រងអនុស្សាវរីយ៍អញ្ចឹងឧទាហរណ៍អញ្ចឹងចុះប៉ុណ្ណេះមកយើងទាញយកមកដាក់កណ្ដាលមកផ្លុកណាហើយយើងចង់សេរី effect វាសេរីពណ៌វាមកទំព័រអក្សរមកចង់បានពណ៌អីគេឧទាហរណ៍ខ្ញុំដាក់ពណ៌ក្រហមនេះចុះពណ៌ក្រហមហើយខ្ញុំចូលទៅក្នុង format save ខ្ញុំរើសឡើង style នេះឡើង work art style នេះខ្ញុំយកកោងយកអាខាងក្រោមមក transform នេះមកយើងមានអាកោងឡើងលើកោងចុះក្រោមឥឡូវខ្ញុំរើសយកអាកោងប៉ុណ្ណេះចុះទាញដាក់មកខាងលើមកឲ្យផុតមកដើម្បីយើងទាញបណ្ដោយវែងខ្លីតាមតែចិត្តយើងមកហើយទាំងនេះខ្ញុំដាក់ logo យើងមិនបាច់ចាំដាក់ទៅបានដែរយើងដាក់ប៉ុណ្ណេះមកហើយយើងយកតារាងមកគូមកព្រោះនៅក្នុងថ្នាក់វាមានប្រធានអនុប្រធានទី1ប្រធានទី2ចឹងទៅអញ្ចឹងយើងដាក់ insert table មកយើងយក2 row និង3 column 2 row និង3 column ទាញមកក្រោមអក្សរមកហើយ2 row ហ្នឹង2 row 3 column មានន័យថា column នេះយើងដាក់រូប column ខាង column ទី1យើងដាក់រូបថត column ទី1 row ទី1ហ្នឹងយើងដាក់រូបថតហើយនឹង column ទី2 row ទី2ហ្នឹងគឺយើងសរសេរឈ្មោះហើយជាដំបូងគឺយើងដាក់ប៉ុណ្ណេះមកហើយយើងទាញវាមកកណ្ដាលមកចេះមកហើយយើងទៅកំណត់ size វាសិននេះ3 column នេះយើងដាក់រូបថតសិនក៏បានមករូបថត4x6យើងហ្នឹង4x6 ឬ3x4 ហ្នឹងយកមកឧទាហរណ៍ខ្ញុំមានរូបសិស្សយើងនេះខ្ញុំចូលទៅក្នុងខ្ញុំដាក់ដូចជាខ្ញុំដាក់នៅក្នុង desktop អញ្ចឹងខ្ញុំចូលទៅយករូបណាមួយមកតែមាន size 4x6 ឬក៏ 3x4 ហ្នឹងទៅណាបាត់អូននៃ student image នេះឧទាហរណ៍ខ្ញុំយករូបនេះមកដាក់មួយចេះទៅហើយរូបមួយទៀតមកខ្ញុំយកមកដាក់ទៀតមករូបនិស្សិតយើងហ្នឹងនេះចុះមួយទៀតដាក់ទៀតមក insert ទៀតមក picture មួយទៀតមកជារូបនេះធំតូចជាងគ្នាបើយើងរូបយើង4x6
rồiដូចគ្នាមកគឺដាក់មកវាល្មមហ្មងយើងបាច់ចាំសេរីទៀតឥឡូវយើងយករូបចេះទៅប្រធានយើងដាក់កណ្ដាលឥឡូវយើងដាក់ចេះទៅឥឡូវយើងមកគូវាចេញសិនយ៉ាងដាក់គុណប្រឡោះកណ្ដាលហើយគុណប្រធានចុះប្រធាននៅកណ្ដាលណាប្រធានអរអនុប្រធានលេខាឲ្យមកដាក់មកទៀតមកដាក់មកដាក់ស្អីអមសងខាងមកយ៉ាងប៉ុណ្ណឹងមកហើយយើងទៅសេរីយើងចុចលើរូបភាពណាមួយមកហើយយើងចុចទៅក្នុង format picture នៅក្នុងក្របនេះយើងសេរីទំហំវាមកប៉ុណ្ណេះស្មើគ្នានេះប៉ុន្តែចន្លោះនេះវាអត់ស្មើគ្នាអញ្ចឹងយើងត្រូវ select លើរូបភាពមកយើងយក format ឡើងហើយ table layout ហ្នឹងយើងយកនេះខាងក្រោមនេះ cell size នេះឡើង cell size នេះយើងយកទៅ auto fit content ណាពេលដាក់ចឹងទៅវាប៉ុនគ្នាណាហើយខាងក្រោមនេះយើងសរសេរឈ្មោះខាងក្រោមសរសេរឈ្មោះយើងដាក់ font អីយើងសេរី font មកខ្មែរ OS អីចឹងទៅខ្មែរ OS ខ្ញុំដាក់ខ្មែរ OS កែបខ្មែរកែបចុះហើយខ្ញុំដាក់ size 11អីឡើងខ្ញុំសេឈ្មោះអីគេតែយើងដាក់ឈ្មោះឲ្យកខក៏បានដែរឧទាហរណ៍អញ្ចឹងណាតែឈ្មោះគេស្អីឧទាហរណ៍ចុះដាក់ស្រីនិចចឹងទៅស្រីនិចចឹងទៅហើយយើងស្រីមកយើងដាក់ center មកដាក់ប្លុកកដាលមកអញ្ចឹងទៅនេះដាក់គេនួនពីរុំអញ្ចឹងទៅឧទាហរណ៍ណារយៈស្មីអញ្ចឹងទៅមួងរយៈស្មីអញ្ចឹងទៅឧទាហរណ៍ទេអញ្ចឹងយើងបាន3ហើយគឺប្រធានអនុប្រធានពីររូបអញ្ចឹងឧទាហរណ៍ណានេះយើងដាក់តូចទេគាត់ដាក់ធំពេកយើងសេរីសាយវាមកសេរីសាយវាមកសេរីសាយមកយើងយក format image យកក្របមកយើងយកតែប៉ុណ្ណេះបានទេកុំធំពេកគឺតែឥឡូវយក3យើងយក3សង់ទីម៉ែត្រនេះយើងសេរី3សង់ទីម៉ែត្រដែរមកលើក្រោមហ្នឹងអាយ៉ា3ចឹងទៅប៉ុណ្្នេះណាបើប៉ុណ្្នេះយើងសេរីមួយទៀតទៅទៀត3ចុះហើយទូចចេះកុំឲ្យធំពេកប៉ុណ្ណេះចុះនេះស្អាតហើយយើងទិញដាក់ចំប្លុកកណ្ដាលមកកណ្ដាលហ្នឹងកណ្ដាលលើលោកខ្លួនឯងឥឡូវយើងបានប្រធានអនុប្រធានហើយសមាជិកក្នុងថ្នាក់យើងមាន20ឬទៅ50នាក់អញ្ចឹងទៅឧទាហរណ៍ឥឡូវយើង insert បន្តទៀតមកយើងចុចលើវាមក insert ឬក៏យើងដាក់ដាច់គ្នាក៏បានឥឡូវមិនបាច់ឲ្យយើងដាក់ដាច់គ្នាចុះខាង3លើនេះឲ្យដាច់ចឹង insert table មួយទៀតមកយើងយកមកជួ10អញ្ចឹងអានេះមិនគ្រប់ទេ1 2 3 4 5 6 7អត់គ្រប់ទេ roll មានតែ 7ទេយើង insert table មក roll យើងយក10អូកលំយក10 roll យក2យើងដាក់មកជួ10នាក់ចុះឥឡូវយើងទាញមកក្រោមខាងនេះមកហើយខាងនេះយើងដាក់មក insert រូបភាពមករូបភាព 4x6 របស់យើងហ្នឹងទុកខាងណាយើងមកដាក់មកនេះសិតទៅរូបទេរូបនិស្សិតយើងដែលខ្ញុំ scan ទុកយើងដាក់បន្តបន្ទាប់គ្នាមក insert ដាក់ផ្លុកមកណាដាក់ជួទៀតមក
ទៀតមក insert ទៀតមកបន្តមកមួយមកដាក់មកដាក់ប្រសង់មកជួរលើនេះទៅសក់មកជួរទៅប្រសង់សុទ្ធដាក់មកដាក់មក insert បន្តទៀតមកដាក់ទៀតមកដាក់ដែរមកអង្គនេះម្ដងមើលដាក់បាន10មកនៅឧទាហរណ៍ណាយើងមួយថ្នាក់យើងអាចដល់50នាក់ទៅ60នាក់យើងសេរីលេខលោកតាមនឹងចោះរូបនេះ2ដង2អញ្ចឹងយើងដាក់ទៀតមកដាក់គ្រប់10មកនេះតើវារីករួមទៅតាមហ្នឹងហើយយើងចាំយើងសេរីសាយក្រោយយើងដាក់មកជួរនឹងសិនមកបានគ្រប់10រូបណាក៏បានដែរបានគ្រប់10ដាក់មកឥឡូវយើងបាន1 2 3 4 5 6 7 8ដល់មក9បញ្ចាំអត់លេខ9អញ្ចឹងយើងបានរូបភាព1 2 3 4 5 6 7 8អញ្ចឹងនៅ2ទៀតយើងដាក់ cursor ចូលមកក្នុងនេះមក insert ទៀតមកលេខភ្លៀងបាត់ទៀតមកចាំក្រោយគេបានណាដូចគ្នាបានណាយើងដាក់ចាំច្រឡំហ្នឹងអរមកទៀតចឹងគ្រប់10ហើយប៉ុន្តែយើងសេរីវាឲ្យចូលទៅ auto fit សិនមក auto fit content នេះដោយសារវាឃើញអញ្ចឹងដោយសាររូបធំអញ្ចឹងយើងសេរីរូបមកយើងចូលនៅក្នុង format image មកហើយយើងដាក់ខាងលើវា3សង់ទីម៉ែត្រអញ្ចឹង3សង់ទីម៉ែត្រយើងដាក់3សង់ទីម៉ែត្រទាំងអស់គ្នាមកអាយ៉ាធំពេក3សង់ទីម៉ែត្រ3សង់ទីម៉ែត្រអញ្ចឹងយើងអាច copy នេះមកយើងចូលក្នុងនេះយើងដាក់3ទៅតាមនឹងហើយ3ទៀតមកដាក់វាដើម្បីវាស្មើគ្នាប៉ុនគ្នាអញ្ចឹងមកយើងពីមកដាក់3សង់តំណមកប៉ុនគ្នាហើយចំណុចខាងក្រោមនេះយើងសរសេរឈ្មោះយើងសេឈ្មោះអីក៏បានដែរយើងឧទាហរណ៍សិនណាខ្ញុំឧទាហរណ៍មើលឧទាហរណ៍ចាំតារាអញ្ចឹងទៅអីយ៉ាខ្ញុំដូរ font សិនមើលមិនឃើញទេអញ្ចឹងយើង select វាមកយើងដូរ font មកដាក់ខ្មែរកែបដាក់ខ្មែរកែបអញ្ចឹងសាយវាប្រហែលសាយ11បានហើយអញ្ចឹងខ្ញុំសេឈ្មោះមកដាក់ចាំតារាអញ្ចឹងទៅវាហោយណាយើងវាហោអញ្ចឹងទៅខ្ញុំ copy ខ្ញុំចូលដល់សេឈ្មោះវាហោអញ្ចឹងណាពួកចឹងមកបន្តមកឈ្មោះដូចគ្នាទាំងអស់មកដែរមិនថាជាសំខទេអញ្ចឹងយើងបានមកជួរនេះបាន10បាន10នេះចង់ស្ទើនេះបាន30នេះហើយយើងអាចចង់ដាក់បានច្រើនគឺយើងសេរីទៅតាមហ្នឹងមកយើងសេរីទំព័រតាមហ្នឹងមកយើងសេរីរូបភាពបន្ទូចតាមហ្នឹងមកឥឡូវយើងដាក់តែ2ជួរចុះបានប៉ុណ្ណាយើង copy មកយើងselect លើវាមកនេះ copy មកយើង mouse ស្ដាំមកយើង select សិនដាក់ cursor មកហើយ select ចេញមកហើយយើង mouse ស្ដាំយើងយក insert
ហើយយើងយក below ជា below ចុចមកវាចេញអញ្ចឹងទៀតដែរហើយនេះយើងដាក់រូបថតទៀតមកឥឡូវយើងដាក់រូបអក្សរម្ដងដាក់អក្សរនេះមកជួរលើដាក់អក្សរម្ដងហើយជាហោចេះចោះអញ្ចឹងមកអញ្ចឹងមកចោះអាយ៉ាធំមករូបនេះសាររូបនេះធំពេកអញ្ចឹងយើងដាក់រូបថ្មីមកធំហើយយើងបាក់សារ៉េវាយូរនេះមកប៉ុនគ្នានឹងយើងដាក់ថែមទៀតមកថែមទៀតមកចេះចោះយើងដាក់បានគ្រប់10ហើយចុះឲ្យវាស្មើគ្នាអាចដាក់ឈ្មោះដាក់រូបដែលរយៈទីហោសិនទៅនេះយើងដាក់ឲ្យបានគ្រប់10មករូបណាក៏ដោយមកតែប៉ុនគ្នាយកដាក់មកសិនមកអានេះមួយទៀតចុះអញ្ចឹងទៀតមកណែចិត្តគ្រប់10ទេគ្រាន់តែដាក់រូបក៏ហត់ដែរអញ្ចឹងមកនេះមួយទៀតមកទៀតមករូបនេះមករូបនេះមួយទៀតមកដាក់មកដាក់បានច្រើនសិនមកដាក់រូបដែរដល់អញ្ចឹងយើងសេរីមកយើងយកពុំមួយនេះយើងចុចលើរូបភាពខាងលើមកយើងឃើញខាងហើយ picture format នេះឡើងក្របនេះវា3សង់ទីម៉ែត្រអញ្ចឹងយើង copy សង់ទីម៉ែត្រហ្នឹងមកហើយយើងចុចលើនេះយើងទៅផាសវាក្នុងហ្នឹងមកវាប៉ុនគ្នាហើយវាធ្វើដូចមុនអញ្ចឹងហើយយ៉ាស់ក៏ដុំខ្សែអនដែរពីរទៀតមកផាសទៀតមកផាសទៀតមកផាសទៀតមកអានេះផាសទៀតមកដើម្បីវាប៉ុនគ្នាណាអញ្ចឹងទៅវាប៉ុនគ្នាយើងយកទៅអនុវត្តអញ្ចឹងមកធ្វើតាមខ្ញុំទៅវាងាយទេធ្វើក្នុង Word មិនបាច់ចាំដល់ធ្វើតាម Photoshop ទេយើងចេះ Word យើងធ្វើតាម Word ណាហើយកន្លែងនេះយើងសេឈ្មោះមកឈ្មោះអីក៏ដោយកខកខងមកសេមកលីរតនាអញ្ចឹងទៅមានចិត្តសេទេហើយយើង copy ដាក់សិនមកខ្ញុំជា sample ទេកុំបាច់ឆ្ងល់ដាក់មកស្ទះអត់មកចឹងមកឃ្លៀងទៅដែរឃ្លៀងអត់ហ្នឹងមកចឹងហើយអ្នកទាំងអស់គ្នាវាត្រង់ជួស្អាតមានឈ្មោះមានអីត្រឹមត្រូវចឹងអូខេហើយឡើយឈ្មោះនេះពេលយើងដាក់កន្លំចឹងយើងអាច select វាហើយយើងដាក់filter ឲ្យវាក៏បានដែរ set filter យើងយក table design មកហើយក្នុង setting នេះយើងរើសពណ៌អីដែលយើងចង់បានមកដើម្បីយកមក highlight យើងដាក់ពណ៌ចេះអូខេខាងក្រោមនេះយើងដាក់ពណ៌អីផ្សេងមកឬក៏ពណ៌ដូចគ្នាមកពណ៌គ្នាចោះឃើញទេអញ្ចឹងវារៀងតាមយ៉ាងណានឹងខ្ញុំបង្ហាញតែប៉ុណ្្នឹងទេហើយរឿងការតុបតែងអីផ្សេងបងប្អូនស្រីទៅឲ្យចោះហើយមួយទៀតបើបងប្អូនចង់លាក់ table នេះយើងអាចលាក់វាបានគឺយើងចូលទៅក្នុង home មកពីក្លឹបវាក្នុង home មកក្នុងនេះយើងយក note table មកគឺយក note table ណា note table នេះពេលយើងដាក់ចឹងទៅវាអត់មានឃើញទៅអត់ឃើញ table ទៀតទេបាទមានតែប៉ុណ្្នឹងឯងចាំបងប្អូនតែឆ្នៃខ្លួនឯងទៀតចា៎
លឿងរហូត